อายุมาภัยយើងនឹងជួបរឿងខកចិត្តជាច្រើនអ្វីដែលយើងធ្លាប់រំពឹងទុកថាល្អគឺខុសទាំងអស់កាលពីក្មេងយើងធ្លាប់តែគិតថាអាយុ20គឺជាពេលវេលាដ៏សប្បាយនិងស្រស់បំព្រងជាងគេនៅក្នុងជីវិតប៉ុន្តែការពិតមិនដូចអ្វីដែលយើងធ្លាប់គិតទាំងស្រុងនោះទេទោះបីជាបែបនេះក៏ដោយយើងត្រូវព្យាយាមរស់នៅឲ្យបានល្អយើងត្រូវប្រឹងកសាងគោលជំហរដ៏រឹងមាំសម្រាប់ខ្លួនឯងកុំឆាប់ចុះចាញ់កុំឆាប់អស់សង្ឃឹមនិងរឹតតែកុំផ្ដេកផ្ដួលតាមពេលវេលានៅអាយុ20គឺមិនខុសអ្វីទៅនឹងការដើរផ្សងព្រេងនោះទេពលគឺនៅក្នុងដំណើរនេះតែនាំមកនៅរឿងរ៉ាវប្លែកៗនិងរឿងនឹកស្មានមិនដល់ជាច្រើនមេឃដែលកំពុងស្រឡះក៏អាចរកល់ចង់ភ្លៀងបាត់ភ្លាមមួយរំពេចដែរដូច្នេះចូលកុំរំពឹងខ្លាំងពេកថាយើងនឹងរកឃើញចម្លើយទៅកាន់សំណួរជាច្រើនដែលយើងកំពុងមាននៅក្នុងដៃសម្រាប់ខ្ញុំនៅក្នុងវ័យនេះគឺជាដំណាក់កាលនៃការស្វែងរកខ្លួនឯងដូច្នេះយើងទាំងអស់គ្នាត្រូវហ៊ានបរាជ័យឲ្យបានច្រើនហ៊ានធ្វើហ៊ានដើរហ៊ានដួលនិងហ៊ានក្រោកឈរឡើងវិញបន្ទាប់ពីបរាជ័យចូលគុំទម្លាប់ធ្វើអ្វីដែលស្រួលពេកចូលហ៊ានសាឡបងធ្វើការងារដែលលំបាកខ្លះផងនោះយើងនឹងរកឃើញដែនសមត្ថភាពពិតរបស់យើងថាមានដល់កម្រិតណាស់នៅវ័យនេះមនុស្សម្នាក់មានបទពិសោធន៍ជីវិតរៀងខ្លួនមានអ្នកខ្លះកំពុងដើរទៅកាន់ក្តីស្រមៃរបស់ពួកគេនិងមានអ្នកខ្លះទៀតបាននឹងកំពុងតែវង្វេងមិនទាន់រកឃើញកោះត្រល់ប៉ុន្តែនេះហើយគឺជាផ្នែកដ៏រំភើបបំផុតនៃជំពូកជីវិតមួយដែលគ្រប់គ្នាឲ្យឈ្មោះថាយុវវ័យទោះបីជាពេលនេះអ្នកកំពុងវង្វេងគ្រប់យ៉ាងនឹងមិនអីនោះទេនៅចុងបញ្ចប់នៃជំពូកនេះគ្រប់គ្នាពិតជាអាចរកឃើញនិយមន័យពិតប្រាកដនៃជីវិតរបស់ខ្លួនឯងមិនខាន